អេរ៉ង់បានប្រមានថាអន្តរាគមន៍ណាមួយរបស់សហរដ្ឋអាមេរិកនៅក្នុងជំលោះជាមួយអ៊ីស្រាអែលនឹងអាចនាំឲ្យមានសង្គ្រាមទ្រង់ទ្រាយធំខណៈប្រទេសទាំងពីរវាយប្រហារគ្នាទៅវិញទៅមកអស់រយៈពេល6ថ្ងៃជាប់គ្នានៅក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន Al Jazeera កាលពីថ្ងៃពុធលោកអេស្ម៉ាអែល ប៉ាកាយអ្នកនាំពាក្យក្រសួងការបរទេសអេរ៉ង់បានប្រមានថាអន្តរាគមន៍ណាមួយរបស់សហរដ្ឋអាមេរិកនឹងក្លាយជាដើមហេតុដែលនាំឲ្យមានសង្គ្រាមទ្រង់ទ្រាយធំនៅក្នុងតំបន់លោកបានបន្ថែមថាអេរ៉ង់មានទំនាក់ទំនងល្អណាស់ជាមួយនឹងបណ្ដាប្រទេសអារ៉ាប់ហើយពួកគេដឹងច្បាស់អំពីការដែលថាអ៊ីស្រាអែលកំពុងតែព្យាយាមទាញប្រទេសផ្សេងទៀតចូលក្នុងសង្គ្រាមលោកជឿជាក់ថាបណ្ដាប្រទេសអារ៉ាប់ដែលមានមូលដ្ឋានទ័ពអាមេរិកតាំងនៅទីនោះនឹងមិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រឆាំងនឹងប្រទេសមូស្លីមផ្សេងទៀតទេប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំដែលដំបូងឡើយបានដកខ្លួនចេញពីការវាយប្រហារដោយអ៊ីស្រាអែលនោះបានប្រឡយពាក្យអំពីលទ្ធភាពនៃការជាប់ពាក់ព័ន្ធនៅក្នុងជម្លោះនេះដោយអះអាងថាលោកចង់បានអ្វីដែលធំជាងបទឈប់បាញ់ទៅទៀតសហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះចម្បាំងបន្ថែមទៀតទៅកាន់តំបន់នេះនិងបានបញ្ជូនយន្តហោះដឹកជញ្ជូន USS Nimitz ផងដែរទាហានអាមេរិករាប់ពាន់នាក់កំពុងឈរជើងនៅតាមប្រទេសក្បែរខាងដែលអាវុធរបស់អេរ៉ង់មានសមត្ថភាពបាញ់ដល់ទោះបីជាយ៉ាងណាសហរដ្ឋអាមេរិកបានគំរាមការឆ្លើយតបខ្លាំងក្លាចំពោះការវាយប្រហារណាមួយកាលពីថ្ងៃអង្គារលោកត្រាំទាមទារឲ្យអេរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌលោកក៏បានអួតអាងថាសហរដ្ឋអាមេរិកអាចនឹងសម្លាប់លោកអាលីខាមេនីមេដឹកនាំកម្ពុជាអេរ៉ង់ដោយងាយលោកដូណាល់ត្រាំបានសរសេរនៅលើបណ្ដាញសង្គម Truth របស់លោកថាលោកដឹងច្បាស់ពីទីតាំងដែលមេដឹកនាំកម្ពុជារបស់អេរ៉ង់កំពុងលាក់ខ្លួនហើយថាលោកអាលីខាមេនីគឺជាគោលដៅដែលងាយស្វែងរករដ្ឋមន្ត្រីការពារជាតិរបស់អ៊ីស្រាអែលបានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថាព្រះកំពុងតែបោកបក់ទៅលើក្រុងតេហេរ៉ង់នេះគឺជារបៀបដែលមេដឹកនាំផ្ដាច់ការដួលរលំលោកខាមេនីបាននិយាយថាអេរ៉ង់នឹងមិនអាចចុះចាញ់បានទេហើយប្រមានថាអាមេរិកនឹងរងការខូចខាតដែលមិនអាចស្ដារឡើងវិញបានប្រសិនបើអាមេរិកលូកដៃចូលនៅក្នុងជម្លោះនេះលោកខាមេនីបានថ្លែងនៅក្នុងសន្ទរកថាតាមទូរទស្សន៍រដ្ឋថាប្រទេសនេះអាចនឹងមិនចុះចាញ់ឡើយអាមេរិកគួរតែដឹងថាការលូកដៃផ្នែកយោធាណាមួយច្បាស់ណាស់នឹងទទួលរងនៅការខូចខាតដែលមិនអាចស្ដារឡើងវិញបានប្រទេសអេរ៉ង់នឹងឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីស្រាអែលឲ្យបានខ្លាំងក្លានិងដោយគ្មានភាពរុញរានេះបើយោងតាមការអះអាងរបស់ឯកអគ្គរដ្ឋទូតអឺរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវទៅកាន់ក្រុមអ្នកយកព័ត៌មានលោកអាលីបារេនីបាននិយាយថាអេរ៉ង់នឹងមិនមានភាពស្ទាក់ស្ទើរណាមួយនៅក្នុងការការពារប្រជាជនសន្តិសុខនិងទឹកដីរបស់ខ្លួនយើងនឹងឆ្លើយតបធ្ងន់ធ្ងរនិងខ្លាំងក្លាដោយគ្មានភាពរួញរាការព្រមាននេះបានធ្វើឡើងខណៈដែលប្រទេសទាំងពីរបានប្រយុទ្ធគ្នាទៅវិញទៅមកក្នុងរយៈពេល6ថ្ងៃកងទ័ពអ៊ីស្រាអែលនិយាយថាអេរ៉ង់បានបាញ់មីស៊ីលច្រើនរាប់ពីលើកមកលើអ៊ីស្រាអែលនៅក្នុងរយៈពេល2ម៉ោងដំបូងកាលពីព្រឹកថ្ងៃពុធសម្លេងផ្ទុះបានគេឮឡើងទូទាំងទីក្រុងតេវអាវីលយោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានចាប់ដ្រូនយ៉ាងហោចណាស់10គ្រឿងដែលបង្ហោះចេញពីអ៊ីរ៉ង់កាលពីព្រឹកថ្ងៃពុធអ៊ីរ៉ង់បានប្រាប់ពលរដ្ឋនៅក្រុងតេវអាវីលឲ្យត្រៀមខ្លួនចំពោះការវាយប្រហារខណៈប្រទេសនេះប្រើប្រាស់មីស៊ីល Fatas-1 ដើម្បីវាយប្រហារទៅលើប្រទេសអ៊ីស្រាអែលវិញផងដែរមីស៊ីល Fatas-1 នេះអាចហោះលឿនជាងសំឡេងដល់ទៅ5ដងនិងធ្វើឲ្យរ៉ាដាពិបាកចាប់កាលពីល្ងាចថ្ងៃពុធនេះផងដែរយោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានវាយប្រហារចំទីតាំងផលិតអាវុធនិងរោងចក្រដែលគេប្រើប្រាស់ដើម្បីផលិតម៉ាស៊ីនបំបែកធាតុនៅក្រុងតេហេរ៉ង់នៅក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះតាម Telegram យោធាបានអះអាងថារលកនៃការវាយប្រហារថ្មីបានធ្វើឡើងជាផ្នែកនៃកិច្ចប្រឹងប្រែងដើម្បីកំទេចកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់
ទីភ្នាក់ងារសារព័ត៌មានបរមាណូអន្តរជាតិបានគូសបញ្ជាក់ថារោងចក្រផលិតម៉ាស៊ីនបំបែកធាតុពីកន្លែងរងការវាយប្រហារទីភ្នាក់ងារឃ្លាំមើលកម្មវិធីអាវុធនុយក្លេអ៊ែរនេះបានអះអាងទៀតថានៅខាងទឹកដីអ៊ឺរ៉ង់អគារមួយជាទីដែលគេផលិតម៉ាស៊ីនបំបែកធាតុនិងសម្រាប់ការធ្វើតេស្តដ៏ទំនើបរងការវាយប្រហារចំណែកអគារពីរកន្លែងទៀតត្រូវបានបំផ្លាញផងដែរសេចក្តីរាយការណ៍ពីទីក្រុងតេហេរ៉ង់បានឲ្យដឹងថាប្រជាជនអ៊ីរ៉ង់ក៏បានឮអំពីសម្លេងផ្ទុះកាលពីរំលងអធ្រាត្រផងដែរយោងតាមបណ្ដាញសារព័ត៌មានរដ្ឋ IOIB របស់អ៊ីរ៉ង់បានរាយការណ៍ថាកងទ័ពរបស់អ៊ីរ៉ង់បានបាញ់ទម្លាក់ដ្រូន Hermes របស់អ៊ីស្រាអែលនៅតំបន់អ៊ីហ្វាហានទូរទស្សន៍នេះក៏បានបង្ហាញនៅរូបភាពដ្រូនដែលគេបាញ់ធ្លាក់នេះផងដែរទីភ្នាក់ងារសារព័ត៌មានផ្លូវការ IONA បានរាយការណ៍ថាកងទ័ពអ៊ីរ៉ង់បានកម្ទេចយន្តហោះចម្បាំង F-35 នៅតំបន់ចាវ៉ាដាបាតក្រុងវ៉ារ៉ាមីនមេដឹកនាំរបស់រុស្ស៊ីចិននិងសហភាពអឺរ៉ុបបានសម្ដែងការព្រួយបារម្ភខណៈការប្រយុទ្ធគ្នានៅបន្តនៅឡើយជនបរទេសជាង700នាក់ដែលរស់នៅប្រទេសអ៊ីរ៉ង់បានឆ្លងចូលប្រទេសក្បែរខាងអាហ្សេបៃសង់និងអាមេនីចាប់តាំងពីអ៊ីស្រាអែលបើកយុទ្ធនាការវាយប្រហារគ្នាកាលពីថ្ងៃសុក្រសប្តាហ៍មុនក្រសួងការបរទេសចិនបានអះអាងថាពលរដ្ឋជាង700នាក់ត្រូវបានជម្លៀសចេញពីអ៊ីរ៉ង់និងអ៊ីស្រាអែលនិងបន្តទៅកាន់កន្លែងមានសុវត្ថិភាពសហរដ្ឋអាមេរិកក៏បានអះអាងផងដែរថាខ្លួនបានបិទស្ថានទូតរបស់ខ្លួននៅក្រុងសេរូសាឡឹមដោយសារជម្លោះនេះចំណែកឯអង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅក្រុង Washington DC បានអះអាងដែរថាយ៉ាងហោចណាស់មានមនុស្ស585នាក់រួមទាំងជនស៊ីវិល239នាក់ត្រូវបានសម្លាប់និងជាង1300នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់ចំណែកឯខាងអ៊ីស្រាអែលវិញមានអ្នកស្លាប់ចំនួន24នាក់ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសអ៊ីស្រាអែល